តែកត្តាអ្វីខ្លះដែលធ្វើឲ្យជីវិតរបស់ស៊ីយីនមានការផ្លាស់ប្ដូរសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកអង្គុយនិយាយគ្នាអំពីតួអង្គស៊ីយីននៅក្នុងរឿង Master Through the Heaven ដែលអ្នកទាំងអស់គ្នាប្រហែលជាដឹងហើយអំពីដំណើរជីវិតរបស់ស៊ីយីនបើសិនជាស៊ីយីនមិនបានបាត់បង់ធម៌ពលនោះទេម្លេះសំពេលនេះប្រហែលជាស៊ីយីនបានរៀបការជាមួយនាឡានយានយ៉ានហើយប្រហែលជាគាត់អាចរស់នៅជីវិតដ៏ល្អមួយនៅក្នុងអាណាចក្រជាមិនបាត់ទៅហើយប៉ុន្តែបើសិនជាមិនមានការផ្លាស់ប្ដូរដ៏ធំធេងនេះទេប្រហែលជាគាត់ក៏មិនអាចឡើងដល់ចំណុចកំពូលដែលខ្លាចជាអ្នកខ្លាចជាងគេនៅក្នុងទ្វីបកម្លាំងធាតុនេះឡើយដែលយើងអាចនិយាយបានថាគ្រប់ការបាត់បង់ទាំងអស់វាមិនមែនសុទ្ធតែអាក្រក់នោះទេការបាត់បង់ខ្លះវាក៏នាំផលល្អរបស់យើងនៅពេលក្រោយមកដែរដូចជាការបាត់បង់មកស៊ីយីនអញ្ចឹងឥឡូវនេះយើងមកនិយាយគ្នាអំពីកត្តាធំៗទាំង7ដែលធ្វើឲ្យដំណើរជីវិតរបស់ស៊ីយីនមានការផ្លាស់ប្ដូរទាំងស្រុងដែលកត្តាទី1នោះគឺការបាត់បង់កម្លាំងធាតុនិងការផ្ដាច់ភ្លាតរបស់គ្រួសារណាឡានយើងបានដឹងហើយថាស៊ីយីនគឺជាទេពកំសោយដ៏អស្ចារ្យនៅក្នុងគ្រួសារស៊ីវប៉ុន្តែនៅពេលដែលយ៉ាឡាបានស្រូបយកធម៌ពលរបស់គាត់បានប្រែក្លាយទៅជាសម្រាមនៅក្នុងគ្រួសារស៊ីវគឺធ្លាក់ពីកំពូលទេពកោសល្យដ៏អស្ចារ្យក្លាយទៅជាមនុស្សធម្មតាម្នាក់ពេលនឹងហើយគឺជាពេលដែលគាត់ត្រូវបានគេមើលងាយហើយថែមទាំងណាឡានយ៉ាងមកធ្វើការផ្ដាច់ពាក្យដែលធ្វើឲ្យគ្រួសារស៊ីវរងការអាម៉ាស់មុខជាខ្លាំងរឿងទាំងនេះហើយជារឿងដែលឈឺចាប់បំផុតនិងអាម៉ាស់មុខបំផុតសម្រាប់ស៊ីវយៀនវាមិនខុសពីមនុស្សម្នាក់ដែលធ្លាប់តែទទួលបានជោគជ័យមានកិត្តិយសកេរ្តិ៍ឈ្មោះទ្រព្យសម្បត្តិលុយកាក់ប៉ុន្តែថ្ងៃមួយពួកគេបានបាត់បង់អ្វីគ្រប់យ៉ាងគឺពួកគេបានជួបនូវបរាជ័យដ៏ធ្ងន់ធ្ងរដែលធ្វើឲ្យបាត់បង់កិត្តិយសកេរ្តិ៍ឈ្មោះលុយកាក់ឬក៏បាត់បង់មនុស្សជាទីស្រឡាញ់ដែលបង្កឲ្យយើងបាក់ទឹកចិត្តយ៉ាងខ្លាំងមិនចង់ធ្វើដំណើរទៅមុខទេដូចជាពាក្យមួយគេនិយាយថាថ្ងៃដែលមានកម្លាំងចិត្តយើងអាចដើរឆ្លងភ្នំពីរ3បានប៉ុន្តែថ្ងៃដែលយើងគ្មានកម្លាំងចិត្តវិញកុំថាឡើយដើរឆ្លងភ្នំពីរ3ក៏សូម្បីតែរងចាំថ្ងៃស្អែកមកដល់ក៏មិនបានផងប៉ុន្តែនៅក្នុងស្ថានភាពអសង្ឃឹមវាក៏នៅតែមានពលឺអញ្ចឹងអ្នកខ្លះបានប្រើប្រាស់ការឈឺចាប់នេះទៅធ្វើជាកម្លាំងជំរុញចិត្តដ៏ខ្លាំងក្លាដែលធ្វើឲ្យពួកគេអាចក្រោកឈរមកវិញបានគឺប្រៀបបីដូចជាស៊ីវយៀនអញ្ចឹងគាត់មិនបានខ្លំតែនឹងភាពឈឺចាប់នោះទេគាត់បានក្រោកឈរមកវិញហើយបន្តដំណើរទៅមុខទៀតឥឡូវនេះយើងចូលដល់កត្តាទី2គឺការលេចឡើងនៃវត្តមានរបស់យ៉ាឡាវដែលយើងបានដឹងហើយថាស៊ីយៀនបើសិនជាគ្មានព្រឹទ្ធាចារ្យយ៉ាឡាវទេជីវិតរបស់គាត់មិនអាចឡើងដល់ចំណុចកំពូលបានទេដែលខុសពីທາງសានបើសិនជាអត់មានគ្រូមកកាងគាត់នៅតែអាចខ្លាចជាអតីតទេបានចឹងដែលគាត់បានពឹងផ្អែកលើការចងចាំពីអតីតជាតិរបស់គាត់ប៉ុន្តែស៊ីយៀនវិញគឺអត់ទេបើសិនជាគ្មានគ្រូយ៉ាឡាវទូត្រៃផ្លូវឲ្យគាត់នោះទេគាត់គឺមិនអាចឡើងដល់ចំណុចកំពូលដែរប៉ុន្តែបើសិនជាព្រឹទ្ធាចារ្យយ៉ាឡាវមិនបានស្រូបយកធម៌ពលរបស់គាត់នោះទេម្លេះសំស៊ីយៀនក៏មិនវិទ្យាថ្នាក់នឹងដែរគឺគាត់អាចរស់នៅក្នុងអាណាចក្រជាម៉ានដ៏ល្អមួយឬក៏អាចខ្លាចទៅជាអ្នកខ្លាំងប៉ុន្តែក៏មិនខ្លាំងដល់ថ្នាក់ខ្លាចទៅជាអតីតទេពដូចທາງសាននោះទេឥឡូវនេះយើងចូលចំណុចទី3និងទី4ដែលចំណុចទី3និងទី4ហ្នឹងសូមរួមបញ្ចូលមកចំណុចទី2ដែលមកទៅព្រោះថាចំណុចទី3ហ្នឹងគឺការរៀនវិជ្ជាមន្ត្រាឬក៏វិជ្ជាគ្រងរាជភ្លើងហើយចំណុចទី4ហ្នឹងគឺការជួបផ្ទះនៅអណ្ដាតភ្លើងវិសេសដែលនិយាយថាស៊ីយីនរបស់យើងគឺជាមនុស្សសំណាងក៏បានដែរឬក៏យើងអាចនិយាយបានថាសំណាងវាគឺជាទេពកោសល្យរបស់ស៊ីយីនយើងមួយដែរព្រោះថាវិជ្ជាមន្ត្រាដែលស៊ីយីនយើងបានរៀនហ្នឹងគឺជាវិជ្ជាមួយដ៏ខ្លាំងបំផុតនៅក្នុងទ្វីបកម្លាំងធាតុដែលវិជ្ជានេះដែរគឺមកពីទ្វីបខាងលើវាមិនមាននៅក្នុងទ្វីបនេះទេហើយសូម្បីតែដាវយក្សខុសដែលស៊ីយីនយើងមានហ្នឹងក៏មានមកពីទ្វីបខាងលើដែរហើយជាមន្តាហ្នឹងគឺព្រះបុរាណទុសឺគាត់ក៏បានរៀនជានឹងដែរអាចនិយាយបានថាព្រះបុរាណទុសឺហើយនឹងស៊ីយីនគឺដើរតាមគន្លងគ្នាតែមួយទេដោយមានតែ2នាក់ទេនៅក្នុងទ្វីបកម្លាំងធាតុហ្នឹងដែលបានរៀនវិជ្ជាមន្ត្រាហ្នឹងហើយយើងដឹងហើយថាមនុស្សម្នាក់គឺអាចមានអណ្ដាតភ្លើងសុគីតែមួយប្រភេទប៉ុណ្ណោះប៉ុន្តែស៊ីយីនវិញអត់ទេគឺមានអណ្ដាតភ្លើងច្រើនប្រភេទមែនទែនគឺគាត់អាចគ្រប់គ្រងបានប៉ុន្តែបើគ្រូឱសថគេផ្សេងទៀតបើហ៊ានតែគ្រប់គ្រងអណ្ដាតភ្លើងច្រើនប្រភេទអញ្ចឹងច្បាស់ជាទើសខ្លួនស្លាប់ជាមិនខានទេហើយនៅក្នុងការស្វែងរកអណ្ដាតភ្លើងរបស់ស៊ីយីនក៏វាពិតជាលំបាកមែនទែនដែលអាចធ្វើឲ្យស៊ីយីននឹងគឺចម្រើនយ៉ាងខ្លាំងហើយវាក៏មានសំណាងក្នុងដែរអាចនិយាយបានថាពេលដែលយើងជួបការលំបាកឬក៏បន្សងខ្លួននឹងលំបាកការលំបាកច្រើនអញ្ចឹងទៅវាធ្វើឲ្យខ្លួនរបស់យើងគឺខ្លាំងគឺដូចជាស៊ីយីនអញ្ចឹងគាត់ជួបគ្រោះថ្នាក់ម្ដងគឺសុទ្ធតែបាត់បង់ជីវិតហើយតែនៅពេលដែលគាត់ជួបគ្រោះថ្នាក់ម្ដងគឺតែនាំមកនូវការរីកចម្រើនរបស់គាត់យ៉ាងខ្លាំងមែនទែនដែលយើងដឹងហើយថាផ្លូវរបស់ស៊ីយីនដើរគឺមិនដូចផ្លូវរបស់អ្នកដទៃដើរនោះទេផ្លូវរបស់គេដើរអាចថាជួបការលំបាកត្រឹមតែ4ឬក៏5តែប៉ុណ្ណោះតែស៊ីយីនរបស់យើងផ្លូវរបស់គាត់ដើរវិញគឺជួបការលំបាកស្ទើរតែទាំង10ហើយដែលជាមូលហេតុធ្វើឲ្យគាត់ខ្លាំងខុសពីមនុស្សធម្មតាពេលដែលគាត់ជួបការលំបាកនឹងកាន់តែយូរទៅធ្វើរាងកាយរបស់គាត់ស៊ាំទាំងនេះហើយដែលគឺជាមូលហេតុដែលធ្វើស៊ីយីនយើងខ្លាំងឥឡូវនេះចូលដល់កត្តាទី5គឺទំនាក់ទំនងជាមួយនឹងមេឌូសាហើយនិងគូសិនអឺដែលយើងដឹងថាអ្នកទាំងពីរនេះគឺជាអ្នកគ្រប់គ្រងនិងជាអ្នកលើកទឹកចិត្តដ៏ខ្លាំងបំផុតសម្រាប់ស៊ីយីនព្រោះថាពួកគេទាំងពីរនេះហើយគឺជាអ្នកដែលផ្ដល់កម្លាំងចិត្តនៅពេលដែលស៊ីយីនយើងបាក់ទឹកចិត្ត
ជាពិសេសគឺស៊ុនអឺតែងតែគ្រប់គ្រងជឿជាក់សៀយានដែលគ្មានលក្ខខណ្ឌអ្វីឡើយហើយម្យ៉ាងទៀតទាំងពីរនេះមិនមែនជាមនុស្សធម្មតាទេយើងដឹងថាគូស៊ុនអឺគឺមកពីត្រកូលគូបុរាណហើយមេឌូសាគឺជារាជិនីនៃកុសលពលមនុស្សបើសៀយានយើងចង់បានមេឌូសាឬការពារស៊ុនអឺសៀយានរបស់យើងគឺត្រូវតែខ្លាំងដែរវាមិនខុសពីសង្គមរបស់មនុស្សយើងនោះទេព្រោះយើងគ្មានសមត្ថភាពខ្លួនឯងទោះបីជាមានអំណាចមួយដែលធ្លាក់មកឲ្យយើងគ្រប់គ្រងបានគឺយើងមិនអាចគ្រប់គ្រងវាបានដែរវាបានតែនាំគ្រោះថ្នាក់ដល់ខ្លួនឯងប៉ុណ្ណោះឧទាហរណ៍បើសិនជាមានកំណែងមួយដែលយើងត្រូវកាន់ជា CEO ប្រសិនបើយើងគ្មានសមត្ថភាពក្នុងការគ្រប់គ្រងវាបានត្រឹមតែនាំយើងទៅក្នុងគ្រោះមហន្តរាយតែប៉ុណ្ណោះគឺការដឹកនាំរបស់យើងច្បាស់ជាធ្លាក់ទៅក្នុងភាពដុនដាបសៀយានក៏ដូចគ្នាដែរបើសិនជាគាត់គ្មានសមត្ថភាពគ្រប់គ្រងនោះទេគាត់ជាមិនអាចការពារស៊ុនអឺក៏ដូចជាមេឌូសាបាននោះទេព្រោះថាយើងដឹងហើយថាមេឌូសានិងស៊ុនអឺមិនមែនជាមនុស្សធម្មតានោះទេពិសេសជាងនេះគឺស៊ុនអឺនឹងឯងនេះគឺមកពីគ្រួសារបុរាណដែលសុទ្ធសឹងតែជាអ្នកខ្លាំងដូច្នេះហើយសៀយានបើសិនជាមិនខ្លាំងគ្រប់គ្រាន់នោះទេគាត់ប្រកាសជាមិនអាចការពារមនុស្សដែលគាត់ស្រឡាញ់បាននោះទេឥឡូវនេះយើងចូលដល់ចំណុចទី6និងចំណុចទី7ដែលចំណុចទី6នេះគឺជាការសងសឹករបស់សៀយានទៅលើបាក់ពកអាប់ហើយនឹងចំណុចទី7នោះគឺការការពារមនុស្សទីស្រឡាញ់ជាគ្រួសារនិងមិត្តភក្តិរបស់សៀយានយើងដឹងហើយថាសៀយានការបង្ហាញរបស់គាត់គឺដើម្បីការពារមនុស្សជុំវិញខ្លួនគាត់ការពារមិត្តភក្តិក៏ដូចជាគ្រួសាររបស់គាត់ដែលខុសពីអ្នកផ្សេងទៀតដូចជាជនអីការបង្ហាញរបស់នេះគឺដើម្បីតែទូនាទីនិងភារកិច្ចប៉ុណ្ណោះគឺទូនាទីរបស់នេះក្នុងការការពារបាក់ពកអាប់និងធ្វើឲ្យបាក់ពកអាប់រីកចម្រើនហើយយើងបានដឹងហើយថាសត្រូវរបស់សៀយានគឺមិនមែនខ្សោយនោះទេពួកគេមួយគឺសុទ្ធតែខ្លាំងមែនទែនដូច្នេះបើសិនជាសៀយានយើងអត់ខ្លាំងទេច្បាស់ជាមិនអាចការពារឬក៏ជួយសង្គ្រោះគ្រួសារបានឡើយដែលសម្ពាធឬក៏មនុស្សទាំងអស់នោះដែលធ្វើសៀយានរបស់យើងខ្លាំងគឺដូចជាທາງសានចឹងអ្នកនរគ្នាពេលທາງសានទៅកោះនៅសមុទ្រທາງសានក៏បានទូការសារលបងហើយក៏បានឡើងទៅលើអាចដាវគេនឹងហើយនៅក្រោមសម្ពាធដ៏ខ្លាំងដែលធ្វើឲ្យທາງសានហើយនឹងក្រុមរបស់ពួកគាត់ពិតជារីកចម្រើនយ៉ាងខ្លាំងមែនទែនដែលយើងអាចនិយាយបានថានៅក្រោមសម្ពាធឬក៏ការឆ្លងកាត់ការលំបាកដ៏ខ្លាំងទាំងអស់នោះហើយដែលធ្វើឲ្យមនុស្សយើងរឹងមាំមកហើយរឿងដែលសៀយានយើងត្រូវជួបគឺអញ្ចឹងឯងគឺសុទ្ធសឹងតែធ្វើឲ្យគាត់ត្រូវបាត់បង់ជីវិតទាំងអស់គឺការជួបរបស់គាត់គឺពិតជាលំបាកលើសពីមនុស្សធម្មតាទៅទៀតហើយការបាត់បង់គ្រួសារនិងមនុស្សទីស្រឡាញ់នឹងវាពិតជាកម្លាំងដ៏ខ្លាំងក្លាដែលជំរុញឲ្យសៀយានយើងខិតខំប្រឹងប្រែងក្នុងការវឹកហាត់ក៏ដូចជាជួយលោកគ្រូនិងជួយឪពុករបស់ខ្លួនឬមានជីវិតឡើងមកវិញហើយអារម្មណ៍មួយហ្នឹងវាដូចជាអារម្មណ៍ដែលមួយដែលថាទោះជាបាត់បង់អ្វីក៏ដោយត្រូវតែយករបស់ឲ្យបានដែរហើយនៅត្រង់ចំណុចហ្នឹងអ្វីដែលយើងអាចរៀនសូត្របានគឺធ្វើជាមនុស្សត្រូវតែមានគោលដៅគឺមានគោលដៅដូចជាសៀយានចឹងអ្នកទាំងអស់គ្នានៅពេលដែលយើងដឹងថាខ្លួនឯងត្រូវដើរទៅទីណាទោះបីជាពេលខ្លះយើងងងពិតមែនក៏ប៉ុន្តែយើងក៏នៅតែដឹងថាយើងត្រូវទៅទីណាដែរប៉ុន្តែបើសិនជាយើងមិនដឹងថាយើងត្រូវដើរទៅទីណាតើយើងនឹងអាចដើរទៅទីណាបានទៅបើយើងមិនដឹងថាខ្លួនឯងនឹងទៅទីណាផងហើយបើសិនយើងរកគោលដៅរបស់យើងឃើញហើយយើងគួរតែកំណត់វាខ្លាំងនិងអស្ចារ្យគឺពេលវេលាយើងរត់ចម្ងាយចឹងបើសិនយើងកំណត់ថាយើងរត់10ឲ្យបាន10គីឡូទោះបីពេលខ្លះយើងរត់មិនបាន10គីឡូក៏ពិតមែនក៏យើងអាចរត់បាន7ឬក៏8គីឡូដែរប៉ុន្តែនៅពេលដែលយើងកំណត់វាត្រឹមតែ3គីឡូពេលខ្លះយើងរត់វាមិនដល់3គីឡូផងរឿងខ្លះមិនមែនយើងធ្វើម្ដងបានជោគជ័យនោះទេបើសិនជាយើងធ្វើវាម្ដងមិនជោគជ័យយើងត្រូវធ្វើវា10ដងបើសិនជាធ្វើ10ដងមិនជោគជ័យយើងធ្វើវា100ដងបើសិនជាយើងធ្វើវា100ដងមិនជោគជ័យយើងធ្វើវា1លានដងធ្វើរហូតដល់តែវាជោគជ័យនឹងអាចសម្រេចជាផលឲ្យយើងបានមិនត្រូវអស់សង្ឃឹមនោះទេយើងមិនជឿថាមួយជីវិតនេះយើងធ្វើវាមិនបានជោគជ័យនោះទេឲ្យតែមានការអត់ធ្មត់និងការតស៊ូព្យាយាមថ្ងៃណាមួយយើងក៏អាចសម្រេចវាបានហើយទាំងនេះហើយគឺជាមេរៀនដែលយើងបានឃើញនិងរៀនពីសៀយាននៅក្នុងរឿងរបស់យើងឥឡូវនេះសូមបញ្ចប់វាត្រឹមហ្នឹងឯងបើសិនជាការវិភាគរបស់ខ្ញុំមានកំហុសខុសឆ្គងឬក៏ខុសត្រង់ចំណុចណាមួយសូមអ្នកទាំងអស់គ្នាលើកលែងជាស្រ័យផងសូមអរគុណអ្នកទាំងអស់គ្នា